ធ្លាប់ការរដងណាដុតមន់ជាមួយអំបិលមែនអត់តែថ្ងៃនេះគឺថ្មីបងដុតបងទាកូនជាមួយនឹងបាយគ្រូសម្រាប់រសជាតិរបស់គេវិញគឺខុសពីយើងស្ងោរដាច់ហ្មងអញ្ចឹងកុំឲ្យរងចាំយូរទៅមើលពីរបៀបធ្វើទាំងអស់គ្នាជាដំបូងមកបងទាំងអស់គ្នាយកกระดาษអាលុយមីញ៉ូមនឹងក្រាលបាតខ្ទះហើយខ្ញុំប្រើអំបិលគ្រួសចំនួន2គីឡូខ្ញុំដាក់អំបិលរៀងច្រើនដើម្បីឲ្យវាក្តៅងុំហើយឆាប់ឆ្អិនហើយមានគល់លឹកគ្រៃមានលឹកក្រូចទេមានស្លឹកតើយអីអ្នកទាំងអស់គ្នាអាចដាក់បានវាឈ្ងុយល្អអញ្ចឹងហើយសំខាន់ត្រូវរកកម្របឆ្នាំងណាដែលគ្របបិទចិត្តល្អឥឡូវតែធ្វើម្ហូបក៏មិត្តភក្តិគេមក surprise birthday ដល់ផ្ទះហ្មងតែចាំមើលអ្នក surprise birthday គេអ្នកទាំងអស់គ្នាមើល reaction 1 2 3គឺថាមានការផ្លុំទៀនមុនម្ចាស់ខួបទៀនណាមួយផ្លែតផ្លុំទៀន2ដងអូនគេថាអត់ទេទុកអូនកាន់ម្ដងវល់តែផ្លុំទៀនគេចឹងអ្នកនឹងនិយាយវាថាគួរឲ្យស្រឡាញ់ណាស់ឥឡូវហ្នឹងគេទៅ surprise អូនជូប៊ីចាំមើលទៅមុខថាមានរឿងអីកើតឡើងទៀតមានការដៃណែម្ចាស់ខួបអត់ព្រមបួងសួងអត់ព្រមអីទេមើលគិតតែលៀនដានហើយអង្គុយមើលទៀនសើចចាំមើលនេះឲ្យទៅជាអ្នក surprise នោះជួយលើកដៃលើកបួងសួងឲ្យផ្លុំទៀនវិញហើយម្ចាស់ខួបនេះផ្លុំទៀនអត់ឲ្យលុតទៀតអាឡៃតែអៀនបកែអៀនមែនតើស្មានណាបានញ៉ាំនំទេបើផ្លុំមិនឲ្យលុតសោះហើយបើអ្នកចាំញ៉ាំនំនាំគ្នាផ្ទះដៃថាអូយកំពុងតែហេវផងទៅចេញពីរៀនបាច់មើលម៉ាអ្នកនឹងទេគឺអត់ចេះអស់សាច់រឿងទេយើងទៅមើលពងទាកូនដុតអំបិលយើងវិញ1ម៉ោងកន្លងផុតទៅគឺថាឆ្អិនល្មមតែម្ដងតែគល់លឹកខៃយើងឆ្អិនល្អអញ្ចឹងពងទាកូនយើងក៏ឆ្អិនល្អដូចគ្នាដែរអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលលើគល់លឹកខៃហ្នឹងក៏បានចង់ដឹងថារសជាតិបែបណាឥឡូវគឺខ្ញុំយកតែឲ្យប្តីខ្ញុំភ្លក់មើលគឺឲ្យគាត់ភ្លក់មុនគេតែមកព្រោះអីម្ហូបដែលខ្ញុំថតហ្នឹងគឺសិតតែជាម្ហូបគាត់កំងទេនិយាយទៅនោះបកែមើលទូរស័ព្ទឲ្យមកកំងយើងហើយមើលរៀងអ្នកធ្វើនិងរៀងអ្នកញ៉ាំពេលគាត់ញ៉ាំចាំមើលខ្ញុំសួរគាត់អ្នកទាំងអស់គ្នាអត់ដឹងថាម៉េចតែដឹងរសជាតិខុសពីស្ងោរឥឡូវស្ងោរហើយនឹងយើងដុតអំបិលអញ្ចឹងណាឆ្ងាញ់ជាងឆ្ងាញ់ជាងហើយទៅពេលអូនញ៉ាំមានអារម្មណ៍ថាវាឈ្ងុយពងទាជាងណាក្តីសុខខ្ញុំរាល់ថ្ងៃគឺធ្វើម្ហូបឲ្យមនុស្សជាទីស្រឡាញ់ញ៉ាំមិនថាប្តីមិនថាកូនទេឲ្យតែកំងញ៉ាំពងទាកូនហើយខ្ញុំឲ្យគាត់ញ៉ាំជាមួយនឹងទឹកដោះគោ Greenfield U80 meal នេះទៀតល្វើយពេកដាក់មួយកែវដែរសិនខួបអូនជូប៊ីផងអត់ធ្វើម្ហូបអស់កម្លាំងពេកឥឡូវហ្នឹងមកញ៉ាំជាមួយនឹងទឹកដោះគោ Greenfield មួយកែវសិនព្រោះថាអត្ថប្រយោជន៍នៃទឹកដោះគោ Greenfield ហ្នឹងគឺជួយបំពេញឆ្អឹងនិងធ្មេញសម្បូរទៅដោយកាល់ស្យូមហើយនិងវីតាមីន D ជួយដល់ការលូតលាស់និងអភិវឌ្ឍខួរក្បាលកុមារនិងមនុស្សចាស់ហើយប្រូតេអ៊ីននៅក្នុង Greenfield ហ្នឹងជួយសាច់ដុំជួយសួតនិងផ្ដល់ថាមពលប្រចាំថ្ងៃហើយអត់មានបន្ថែមសារធាតុរក្សាទុកទេល្អសម្រាប់អ្នកចង់ប្រើប្រាស់ប្រភេទទឹកដោះគោសុទ្ធ 100%ទុកត្រជាក់បានយូរនិងសុវត្ថិភាពត្រូវបានបំពេញបន្ថែមដោយបច្ចេកវិទ្យាគ្រប់គ្រងអនាម័យទំនើបមិនថាអ្នកទាំងអស់គ្នាញ៉ាំសោះដូចខ្ញុំឬក៏យកទៅធ្វើម្ហូបទេគឺធ្វើបានទាំងអស់គ្រប់មុខហ្មងអញ្ចឹងមាន2ដបនេះនៅផ្ទះគឺថាចំណេញខ្លាំងមែនតែនបានទាំងញ៉ាំជួយសុខភាពជួយឆ្អឹងហើយបានទាំងធ្វើម្ហូបទៀត Greenfield គឺជាផលិតផលរបស់ប្រទេសឥណ្ឌូនេស៊ីហើយ Greenfield នេះពិតជាល្អខ្លាំងមែនតែនហើយលក់តាំងពីឆ្នាំ1997ហើយមានលក់តាមបណ្ដាប្រទេសដូចជាសិង្ហបុរីប្រ៊ុយណេហុងកុងហើយនិងម៉ាល់ឌីវ Greenfield មានកសិដ្ឋានធំជាងគេដែលស្ថិតនៅកោះចាវ៉ាប្រទេសឥណ្ឌូនេស៊ី Greenfield គឺជាអាជីវកម្មផលិតទឹកដោះគោបែបរួមបញ្ចូលធំជាងគេស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានសារធាតុបន្ថែមធានាលើគុណភាពខ្ពស់បច្ចេកវិទ្យាទំនើបទឹកដោះគោស្រស់សុទ្ធ 100% បងប្អូនអាចទំនាក់ទំនងបោះដុំនឹងរាយមកកាន់ page ក្រុមហ៊ុន Greenfield Cambodia បាន like page Greenfield Cambodia ដើម្បីទទួលបានព័ត៌មានលម្អិត